ជំរាបសួរបងប្អូនទាំងគ្នាមិញនេះគឺមានបងក្រុមអ្នកអតិថិជនខាងវងមួស្វែងតតម្លាក់លេខទីតាំងយកចំនួនយក2ពណ៌ខ្ញុំសួរបញ្ជាក់យក2ពណ៌ជាមួយនឹងបំបាក់3អញ្ចឹងខ្ញុំសួរថាបងយក2មែនហ្នឹងហើយអញ្ចឹងនេះបងប្អូនសម្រាប់បងក្រុមអ្នកគឺគ្រាន់ឲ្យលេខទីតាំងគឺខ្ញុំរៀបចំទៅតែម្ដងណាអានេះគឺជាប្រភេទនៃកាបូបសម្រាប់ការពារបំបាក់4ណាសម្រាប់បំបាក់4ចឹងឥឡូវគឺខ្ញុំរៀបរាប់តែម្ដងនេះគឺជាប្រភេទបំបាក់4ដែលមកឈុតទៀតតាមពិតទៅវាមានអាកាបូបនេះមួយវាមាននេះមួយអញ្ចឹងសម្រាប់ខ្ញុំមើលការ review របស់សម្រាប់ page សម្រាប់វីដេអូដែលគេបង្ហាញប្រៀបធៀបពីបំបាក់2បំបាក់3និងបំបាក់4គេនិយាយដូចគ្នាគេនិយាយដូចខ្ញុំនិយាយអញ្ចឹងបំបាក់4គឺមានទំហំធំជាងបំបាក់សេរីបំបាក់ណាទាំងអស់អញ្ចឹងបានថាហ្នឹងអាបំបាក់4ហ្នឹងថ្លៃជាងគេរូបរាងខុសគេមើលមែនតើបើមើលក្នុងរូបដូចជាជាមួយនឹងបំបាក់3ចឹងតែអត់ដូចគ្នាបងអាចទៅមើលប្រៀបធៀបជាមួយនឹងវីដេអូមុនជាមួយនឹងបំបាក់3របស់ខ្ញុំជាក់ស្ដែងអញ្ចឹងអានេះគឺជាបំបាក់4ទាំងពីរសម្រាប់ model សេរីថ្មី135ណាថ្លៃដែរបងប្អូនដោយសារអីប្រភេទបាសបំបាក់4ឥឡូវគេមកចំនួនក្រោយថ្លៃជាងឡើងចង់មកសន្លឹកមើលទៅអញ្ចឹងអានេះគឺជាបំបាក់4ខាងក្រៅវាសាច់បែបរឹងខណៈស្អាតខាងក្នុងវាសាច់សាច់កម្មញ្ញទុនក៏អត់មានងាយកកិតខូច speaker របស់បងប្អូននេះណាអញ្ចឹងអានេះអញ្ចឹងយកទាំងពីរពណ៌ទៅតែម្ដងអញ្ចឹងកុំភ័យខ្ញុំអារម្មណ៍ទៅខ្ញុំបោកខ្ញុំប្រៃអត់ទេណាអត់ទេមួយឈុតវាមានកាបូបស្ពាយមួយនេះមិញហត់ស្រាប់អស់ memory នេះមួយឈុតវាមានកាបូបនេះមួយមានខ្សែស្ពាយមួយនេះកាបូបមាននេះមួយអញ្ចឹងមានពីរពណ៌ខាងក្រៅខ្មៅដូចគ្នាខាងក្នុងមានពណ៌ក្រូចនិងពណ៌ប្រផេះអញ្ចឹងអរគុណច្រើនណាបងដែលជួយទុកចិត្តនិងវេលុយខាងបងប្អូនធានាជូនថាអាវ៉ាន់អត់មានបបព្រាយអីទេអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់បានបំបាក់4គឺរូបរាងធំជាងបំបាក់3សូម្បីតែកាបូបធំជាងដែរសាច់ម៉ូតគេកាបូបគឺជ្រុងអត់មូលទេបើសម្រាប់បំបាក់3កន្លែងនេះគឺកោងវត្តតែម្ដងកោងអញ្ចឹងមកដែលគាត់ទៅចាប់អារម្មណ៍ជាមួយបំបាក់3គាត់អាចមើលបានព្រោះមានខ្ញុំដូចខ្ញុំនិយាយមួយវីដេអូមុនអញ្ចឹងណាខ្ញុំគាត់សល់កាបូបបំបាក់3ព្រោះគាត់លក់បំបាក់3ទៅទិញspeaker បំបាក់4គាត់សល់កាបូបមកគាត់មានយកទៅប្រើជាមួយនឹងបំបាក់4ដែរទីអញ្ចឹងគាត់នៅតែមកទិញជាមួយនឹងកាបូបបំបាក់4ដែរអញ្ចឹងបងប្អូនខ្ញុំគិតថា3តែប៉ុណ្នេះមិនអា4ថ្លៃមែននិយាយទៅមកពីអាខ្ញុំយកមកថ្លៃហើយជាមួយនឹងសុំ speaker គេមកថ្លៃជាងគ្នាដែរមិនគេមិនព្រមដាក់តម្លៃចាស់អត់ខ្ញុំអត់ដឹងពីរបស់គេដែរនេះអ្នកលក់ក៏អត់ដឹងដូចគ្នាដែរយកមកយើងថ្លៃលក់ថ្លៃតាមហ្នឹងអរគុណច្រើនចង់បានឆាតបំបាក់4